គេមកហើយពីណាគេមកបាទប្រទេសភូមាមីយ៉ាន់ម៉ាណោះម៉ោងនេះពេលនេះអាញាធិបតេយ្យនៅតំបន់ភូមិម៉ែកនកែនប្រកាសឲ្យអ្នកភូមិសម្បែងប្រទេសថៃជំលះចេញពីផ្ទះសម្បែងជាបន្ទាន់ដោយសារតែល្ងាចនេះទាហានភូមាឬក៏មីយ៉ាន់ម៉ានឹងបង្កើនការប្រយុទ្ធដ៏ខ្លាំងក្លាលុកលុយទ្រង់ទ្រាយធំមកក្បែរតំបន់ព្រំដែនថៃនេះគឺជាដំណឹងដ៏ក្តៅកគុកមួយកំពុងតែធ្វើឲ្យប្រជាពលរដ្ឋទាំងឡាយថៃនៅក្បែរភូមាណោះបុកពោះភ័យបាទដោយសារតែអីយន្តហោះចម្បាំងទម្លាក់ក្របបែកកំពុងតែបោះផ្លោងបាញ់គ្នារវាងកងទ័ពប្រទេសភូមានិងពួកជនជាតិភាគតិចបាទគេថាពួក KNU នោះនេះគឺជាដំណឹងបន្ទាន់ព្រំដែនថៃមីយ៉ាន់ម៉ាផ្ទុះការប្រយុទ្ធគ្នាខ្លាំងក្លាគ្រាប់ធ្លាក់ចូលទឹកដីថៃបណ្ដាលឲ្យពលរដ្ឋរងរបួស2នាក់ថ្ងៃនេះបាទថ្ងៃទី5ខែធ្នូ2025គណៈអាជ្ញាធរថៃបញ្ជាជំនះជាបន្ទាន់ប្រជាជនទាំងឡាយនៅតំបន់ក្បែរនោះនេះគឺជាដំណឹងនឹងរៀបរាប់ប្រាប់ប្រិយមិត្តទាំងអស់គ្នាបាទថៃកំពុងតែវាន់កសត្រូវជំទឹះទឹកចំនួនក៏សត្រូវឥឡូវនៅក្បែរភូមាកំពុងតែរងគ្រាប់វិនាសកម្មអំបែងគ្រាប់ណាផ្លោងចូលផ្ទះសម្បែងប្រជាពលរដ្ឋនៅក្បែរនោះអានឹងសូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានជាបន្ទាន់ថ្ងៃនេះគឺត្រឹមរសៀលថ្ងៃសុក្រទី5ខែធ្នូ2025នេះប្រិយមិត្តជាទីមេត្រីស្ថានភាពនៅតាមបណ្ដោយព្រំដែនថៃមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងភាពតានតឹងកម្រិតខ្ពស់ជាទីបំផុតការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានិងក្រុមអាទៀមនៅតាមដងទន្លេម៉ូអ៊ីបានបណ្ដាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទឹកដីនៃប្រទេសថៃបើយោងតាមសេចក្តីរាយការណ៍បានដឹងថាហេតុការណ៍នេះបានកើតឡើងនៅភូមិម៉ែកូនកេនស្រុកម៉ែសុតខេត្តតាប្រទេសថៃគ្រាប់បាច់ដៃនិងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ពីការប្រយុទ្ធគ្នាបានធ្លាក់ចូលមកក្នុងភូមិរបស់ប្រជាពលរដ្ឋថៃបណ្ដាលឲ្យខូចខាតផ្ទះសម្បែងនិងរថយន្តទាំងស្រុងជាអកុសលពលរដ្ឋថៃចំនួន2នាក់បានរងរបួសក្នុងនោះម្នាក់របួសស្រាលនិងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរបាទចឹងទេ2នាក់ដែលរងរបួសថ្ងៃនេះហើយការពីប្រហែលថ្ងៃដូចជា2ថ្ងៃមុននោះក៏រងរបួសដែរ4នាក់ឥឡូវនេះជាបន្តតែម្ដងបាទជិត10នាក់ជាងហើយដែលរងគ្រោះពីគ្រាប់ផ្លោងពីប្រទេសភូមានោះជាការឆ្លើយតបកងកម្លាំងពិសេសរាជមនុរបស់ថៃបានបាញ់គ្រាប់បែកផ្សែងចំនួន4គ្រាប់ដើម្បីជាការព្រមានតបតចូលទៅកាន់តំបន់ព្រំដែនប្រទេសមីយ៉ាន់ម៉ាប៉ុន្តែស្ថានភាពហាក់មិនទាន់មានសញ្ញាថមថយនោះទេគិតត្រឹមម៉ោង3រសៀលនេះអាជ្ញាធរថៃបានចេញបញ្ជាជាបន្ទាន់ឲ្យមានការជំនះប្រជាជននៅទីនោះជាពិសេសចាស់ជរានិងកុមារាកុមារីចេញពីភូមិម៉ែកូនកេនទៅកាន់ទីតាំងសុខសុវត្ថិភាពភ្លាមការជំនះនេះធ្វើឡើងដោយក្តីបារម្ភថាល្ងាចថ្ងៃនេះទាហានមីយ៉ាន់ម៉ាអាចនឹងបើកការវាយលុកទ្រង់ទ្រាយធំបន្ថែមទៀតនៅក្បែរតំបន់ព្រំដែនទីនោះយើងនឹងបន្តតាមដានស្ថានភាពនេះនិងជូនដំណឹងទៅកាន់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបន្ថែមទៀតអំពីរឿងព្រំដែនប្រទេសភូមានិងប្រទេសថៃដែលកំពុងតែតានតឹងកម្រិតខ្ពស់កំពុងតែជំនះប្រជាជននៅតំបន់នោះណាប្រិយមិត្តបាទនៅថ្ងៃហ្នឹងគឺទី5ខែធ្នូ2025ដែលធ្វើឲ្យអ្នកភូមិប្រទេសថៃនោះរងរបួសធ្ងន់ម្នាក់ទៀតស្រាលចឹងទេ2នាក់ហើយថៃកំពុងតែប្រមានបាញ់ផ្លោងទៅកាន់ភូមាវិញកុំឲ្យផ្លោងគ្រាប់ចូលប្រទេសថៃណាបាទហើយមូលហេតុនោះដោយសារតែរឿងអីអានេះគឺនឹងជម្រាបបន្ថែមនៅក្នុងវីដេអូមួយនេះប្រិយមិត្តជាទីមេត្រីហេតុការបាញ់បោះនៅថ្ងៃនេះមិនមែនជារឿងចៃដន្យនោះទេការដែលរបបយោធាមីយ៉ាន់ម៉ាសម្រាប់ចិត្តបើកការវាយលុកទ្រង់ទ្រាយធំនៅចំណុចទល់មុខស្រុកម៉ែសតខេត្តតាប្រទេសថៃនៅពេលនេះគឺដោយសារតែកត្តាយុទ្ធសាស្ត្រសំខាន់ចំនួន2ចឹងទេកត្តាសំខាន់ហ្នឹងវាមាន2បានវាផ្ទុះខ្លាំងនៅតំបន់ក្បែរព្រំដែនប្រទេសថៃនោះទី1ការដណ្ដើមយកសរសៃឈាមសេដ្ឋកិច្ចមកវិញតំបន់ទល់មុខស្រុកម៉ែសតគឺក្រុងម៉ាវ៉ាឌីគឺជាច្រកពាណិជ្ជកម្មគោកដ៏សំខាន់ជាទីបំផុតរវាងថៃនិងមីយ៉ាន់ម៉ាទំនិញជាង 70% ពីថៃចូលទឹកដីភូមាគឺឆ្លងកាត់នៅច្រកនេះហើយកន្លងមកក្រុមអ៊ុតទៀមតែងតែព្យាយាមគ្រប់គ្រងតំបន់នេះដើម្បីកាត់ផ្តាច់ចំណូលរបស់របបយោធាដូច្នេះការវាយលុកថ្ងៃនេះគឺជាការខិតខំប្រឹងប្រែងរបស់ទាហានរដ្ឋាភិបាលភូមាបាទដឹកនាំដោយពីណាគឺលោកមីនអង្លៀងហ្នឹងហើយដើម្បីគ្រប់គ្រងផ្លូវដឹកជញ្ជូននិងប្រមូលពន្ធគយទាំងឡាយមកវិញសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចដែលកំពុងតែដុនដាបរបស់ខ្លួនអានេះគឺពាក់ព័ន្ធទៅនឹងសរសៃឈាមសេដ្ឋកិច្ចនៃតំបន់មួយហ្នឹងបាទគឺក្រុងម៉ាវ៉ាឌីដែលជាប់ទៅនឹងព្រំដែនប្រទេសថៃម៉ែសតណាខេត្តតាដែលតំណែងជាង 70% ពីថៃចូលទៅភូមាគឺឆ្លងកាត់ច្រកមួយហ្នឹង 70% ច្រើនណាស់រឿងទី2នោះប្រិយមិត្តជាទីមេត្រីយុទ្ធសាស្ត្ររដូវប្រាំងគេថា Dry Season Offensive ឈានចូលដល់ខែធ្នូគឺជាដើមរដូវប្រាំងដែលជាពេលវេលាអំណោយផលសម្រាប់កងទ័ពរដ្ឋាភិបាលដែលមានអាវុធធនធ្ងន់និងរថក្រោះអាចចល័តចូលទៅកំទេចទីតាំងរបស់ក្រុមអទៀមបានងាយស្រួលជាងរដូវវស្សានេះហើយជាមូលហេតុដែលយើងឃើញការបង្កើនកម្លាំងនិងការប្រើប្រាស់គ្រាប់បែកដៃនិងអាវុធធ្ងន់កាន់តែញឹកញាប់នៅពេលនេះគឺជាចំណុចទី2ពាក់ព័ន្ធទៅនឹងការផ្ទុះក្តៅកគុកនៃការវាយលុកនៅតំបន់នោះបាទនេះគឺជាចំណុចទី2ណាយុទ្ធសាស្ត្ររដូវប្រាំងផលប៉ះពាល់សេដ្ឋកិច្ចនិងនយោបាយវិញប្រិមិត្តការប្រយុទ្ធគ្នានេះកំពុងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរទៅដល់ពាណិជ្ជកម្មព្រំដែនរថយន្តដឹកទំនិញរាប់រយគ្រឿងកំពុងតែជាប់គាំងហើយដោយដែលយើងបានឃើញក្នុងសេចក្តីរាយការណ៍រថយន្តខ្លះរងការខូចខាតដោយសារតែគ្រាប់ប្រសិនបើស្ថានភាពនៅតែបន្តអូសបន្លាយទំនិញចាំបាច់ក្នុងប្រទេសមីយ៉ាន់ម៉ានឹងឡើងថ្លៃហើយសេដ្ឋកិច្ចព្រំដែនរបស់ថៃក្នុងខេត្តតាក៏នឹងខាតបង់រាប់លានបាតក្នុងមួយថ្ងៃណានេះគឺជាផលវិបាកមួយផ្នែកពាក់ព័ន្ធទៅនឹងព្រំដែនថៃមី
มีนมาห่างและย่อจำนายจำเฮอระบไทยตามระยะการบังกรอบใบสายประเมียนลอยกองตัวราชมโนบางหางท่าไทยกำปงตาดาซาลมหนึ่งยางปรองประหยัดระเวียงกากาเปียตปไตยเพียระบคล้วนดังการมันจ้องเอาคล้วนโจตะขนมจุลูกไตขนมระบบปฏิจัดคางมูลนิธิโนเต้บ่าแล้วไทยกำปงแต่วันก็ค่อยจมวยเรื่องซีแกมพองพรมแดนจมวยกัมพูชีพองบ่าไทยคลางบานแต่กัมพูชีบ่าครอบคลายจมวยปวกพมเม